ជាដំបូងនាងខ្ញុំសូមគោរពដល់លោកគ្រូអ្នកគ្រូព្រមទាំងសួស្តីទៅដល់សិស្សានុសិស្សទាំងអស់ដែលបានទស្សនាវីដេអូនេះនាងខ្ញុំឈ្មោះយុននេះដែលរៀនថ្នាក់ទី10ដែលជាសមាជិកម្នាក់មួយរូបនៅក្នុងក្លឹបគណិតវិទ្យានៃវិទ្យាល័យគូព្រៃថ្ងៃនេះដែរគឺខ្ញុំបានមកបកស្រាយនៅមេរៀនទី2ប្រមាណវិធីចែកពហុធាតុចឹងចំណុចដែលខ្ញុំបានលើកមកបកស្រាយគឺមាន3ទី1គឺប្រមាណវិធីចែកលើពហុធាតុទូចែករួមធំបំផុតនិងពហុគុណរួមតូចបំផុតនិងសម្រួលកំសោមប្រភេទឥឡូវគឺយើងចូលមកដល់ចំណុច6ប្រមាណវិធីចែកលើពហុធាតុ 1.1 ទូចែករួមធំបំផុតនិងពហុគុណរួមតូចបំផុតឥឡូវយើងមើលស្គាល់ជាទូទៅរបស់ទូចែករួមធំបំផុតនិងពហុគុណរួមតូចបំផុតអញ្ចឹងទូចែករួមធំបំផុតនៃកន្សោម A និង B គឺជាពហុគុណកត្តារួមដែលមាននិតិសន្តិតូចជាងគេចំណែកឯពហុគុណរួមតូចបំផុតនៃកន្សោម A និង B គឺជាពហុគុណកត្តាដែលមាននិតិសន្តិធំជាងគេហើយកត្តាមិនរួមទាំងអស់ឥឡូវយើងចូលមកមើលវិធានរបស់យើងដើម្បីគណនាទូចែករួមធំបំផុតនិងនៃ A និង B ទី1គឺយើងដាក់ A និង B ជាពហុគុណកត្តាទី2ជ្រើសរើសកត្តារួមដែលមាននិតិសន្តិតូចជាងគេទី3គឺយើងរកទូចែករួមធំបំផុតជាពហុគុណកត្តានៃកត្តារួមដែលមាននិតិសន្តិតូចជាងគេទាំងនោះចំណែកឯដើម្បីរកពហុគុណរួមតូចបំផុតនៃ A និង B ទី1យើងត្រូវដាក់ A និង B ជាពហុគុណកត្តាទី2ជ្រើសរើសយកកត្តាមិនរួមនិងកត្តារួមដែលមាននិតិសន្តិធំជាងគេទី3ពហុគុណរួមតូចបំផុតជាពហុគុណនៃកត្តាទាំងនោះឥឡូវយើងចូលមើលឧទាហរណ៍របស់យើងគេមានឯកធាតុ 10x ការ៉េ y ស្វ័យគុណ5 z និង 25x y ស្វ័យគុណ3និង z ស្វ័យគុណ4ចូលរកទូចែករួមធំបំផុតនិងពហុគុណរួមតូចបំផុតចំពោះចម្លើយរកទូចែករួមធំបំផុតនិងពហុគុណរួមតូចបំផុតគេមានឯកធាតុ 10x ការ៉េ y ស្វ័យគុណ5 z ស្មើនឹងអញ្ចឹងយើងត្រូវបំបែក10គឺវាស្មើ10ស្មើនឹង2គុណនឹង5ហើយចំណែកឯអថេគឺយើងគុណវាមកទូមកយើងបាន2គុណនឹង5គុណនឹង x ការ៉េគុណនឹង y ស្វ័យគុណ5គុណនឹង z ចំណែកឯ25គឺយើងស្មើនឹង1គុណនឹង5ការ៉េអញ្ចឹងយើងបាន1គុណនឹង5ការ៉េគុណឲ្យ x គុណឲ្យ y ស្វ័យគុណ3គុណឲ្យ z ស្វ័យគុណ4អញ្ចឹងគេបានអញ្ចឹងយើងមើលថាឯកធាតុខាងលើទាំងពីរខាងលើហ្នឹងកត្តាណារួមខ្លះអញ្ចឹង5x y និង z អញ្ចឹងវាគឺជាកត្តារួមអញ្ចឹងយើងមើលថាមួយណាឯកធាតុមួយណាឬក៏កំសោមមួយណាដែលជាទូចែករួមធំបំផុតអញ្ចឹងយើងមកមើលកត្តារួមរបស់5អញ្ចឹងយើងមើលថាមួយណាដែលមាននិតិសន្តិតូចអញ្ចឹងយើងដឹងហើយទូចែករួមធំបំផុតគឺជាយកកត្តារួមណាដែលមាននិតិសន្តិតូចអញ្ចឹងយើងមើលថា5និង5ការ៉េអញ្ចឹង5គឺជានិតិសន្តិដែលមាននិតិសន្តិតូចគឺយើងបាន5គុណនឹងអញ្ចឹង x យើងមើល x ម្ដង x គឺ x ការ៉េនិង x អញ្ចឹង x វាមាននិតិសន្តិតូចអញ្ចឹងយើងបាន5គុណនឹង x ហើយយើងមកមើល y គឺ y ស្វ័យគុណ5និង y ស្វ័យគុណ3អញ្ចឹងយើងប្រកាសណាស់ y ស្វ័យគុណ3គឺតូចជាង y ស្វ័យគុណ5អញ្ចឹងយើងបាន 5x គុណនឹង x គុណនឹង y ស្វ័យគុណ3យើងមើល z ម្ដង z គឺ z និង z ស្វ័យគុណ4មួយណាតូចជាងអញ្ចឹង z ប្រកាសណាស់ z គឺតូចជាង z ស្វ័យគុណ4អញ្ចឹងយើងបានយើងគុណបន្ទាប់មកយើងគុណទូទាំងអស់នោះចូលគ្នាគឺវាបាន 5x y ស្វ័យគុណ3 z ជាទូចែករួមធំបំផុតចំណែកឯពហុគុណរួមតូចបំផុតគឺយើងយកទូចែកណាកត្តារួមណាដែលវាមាននិតិសន្តិធំហើយមិនរួមអញ្ចឹងយើងមើលថាកន្លែងណាមិនរួមហើយកន្លែងណាគឺវាមាននិតិសន្តិធំអញ្ចឹងកន្លែងនេះគឺ2គឺវាមិនរួមអត់មានកត្តារួមទេណាហើយចំណែកឯ5និង5ស្វ័យគុណ2គឺ5ស្វ័យគុណ2គឺធំជាងហើយចំណែកឯ x ស្វ័យគុណ2និង x ចឹង x ស្វ័យគុណ2គឺធំជាង x ចំណែកឯ y ស្វ័យគុណ5និង y ស្វ័យគុណ3អញ្ចឹង y ស្វ័យគុណ5គឺធំជាង y ស្វ័យគុណ3ចំណែកឯ z ហើយនឹង z ស្វ័យគុណ4អញ្ចឹង z ស្វ័យគុណ4គឺធំជាង z អញ្ចឹងយើងបាន2គុណនឹង5ការ៉េគុណនឹង x ការ៉េគុណនឹង y ស្វ័យគុណ5គុណនឹង z ស្វ័យគុណ4ស្មើនឹង100x ការ៉េ z 100x ការ៉េy ស្វ័យគុណ5 z ស្វ័យគុណ4គឺជាពហុគុណរួមតូចបំផុតអញ្ចឹងដូចនេះ 5x y ស្វ័យគុណ3 z ជាទូចែករួមធំបំផុត100x ការ៉េy ស្វ័យគុណ5 z ស្វ័យគុណ4ជាពហុគុណរួមតូចបំផុត
ឥឡូវយើងចូលមកមើលចំណុចមួយទៀតបាទចំណុចមួយទៀតគឺ 6.2 ទូសម្រួលកន្សោមប្រភាគកន្សោមដែលមានទម្រង់ A លើ B ដោយ B ខុសពី0គេហៅថាប្រភាគសនិព្វានហើយ A គឺជាតំណាងចែកនិង B គឺជាទូចែកហើយយើងមកមើលជាទូទៅA គុណ B A គុណ C នៅលើ B គុណ C ស្មើនឹង AB ដោយសារអីយើងសម្រួល C និង C អស់ហើយអញ្ចឹងយើងដឹងហើយកាលណាប្រភាគយើងមានន័យគឺប្រភាគភាគបែងយើងគឺខុសពី0អញ្ចឹង B និង C ត្រូវខុសពី0យើងចូលមើលឧទាហរណ៍របស់យើងឧទាហរណ៍ចូលសម្រួលកន្សោមខាងក្រោមដោយវាមានកន្សោមមួយគឺ 2x ការ៉េដកឲ្យ x ដកឲ្យ1នៅលើ x គូបដកឲ្យ1អញ្ចឹងដំណោះស្រាយគឺមុនដំបូងគឺយើងត្រូវបំបែក 2x ការ៉េដកឲ្យ x និងបូកឲ្យ1គឺជាផលគុណកតាសិនហើយចំពោះ x គូបដកឲ្យ1យើងដឹងហើយគឺវាចូលរូបមន្តកតា a ការ៉េដកឲ្យនឹង a គីបដកឲ្យនឹង b គីបអញ្ចឹងយើងត្រូវបំបែកតាមយើងត្រូវមើលតំណាងយើងត្រូវមើលភាគយកគឺភាគយកយើងត្រូវបំបែកវាជាផលគុណកតាតាមការបំបែកទូក្តារអញ្ចឹងយើងបាន 2x ការ៉េដកឲ្យ 2x បូកឲ្យ1ដកឲ្យ1ដកឲ្យបូកឲ្យ x ដកឲ្យ1នៅលើ x ដកឲ្យ1កតាឲ្យ x ការ៉េបូកឲ្យ x បូកឲ្យ1អញ្ចឹងយើងបានយើងដាក់វាជាដោតវាជាមួយទូមកមួយកតាមកគឺយើងមុនដំបូងគឺយើងចាប់ពី x ចេញមកអញ្ចឹងអានេះចាប់ពី x អស់1អញ្ចឹងមាននៅសល់ x កន្លែងនេះគឺយើងចាប់ពី x អស់ហើយអញ្ចឹងមាននៅសល់1អញ្ចឹងយើងបាន 2x កតាឲ្យ x ដក1បូកឲ្យនឹង x ដក1នៅលើ x ដក1កតាឲ្យ x ការ៉េបូកឲ្យ x បូកឲ្យ1អញ្ចឹងទៅពេលយើងបាននឹងហើយយើងមើលថាអាកន្សោមហ្នឹងគឺមានកតាណាដែលដូចគ្នាអញ្ចឹងយើងមកមើល x ដក1និង x ដក1អញ្ចឹងអាពីរហ្នឹងគឺវាមានជាកតាដែលមានដូចគ្នាអញ្ចឹងយើងចាប់វាជាមួយកតាមកគឺបាន x ដក1ហើយកន្លែងនេះគឺនៅសល់ 2x បូកឲ្យនឹង1អញ្ចឹងយើងបានមកកតាទៀតគឺ 2x បូកឲ្យ1ចំណែកឲ្យភាគបែងគឺ x ដកឲ្យ1កតាឲ្យ x ការ៉េបូកឲ្យ x បូកឲ្យ1អញ្ចឹងយើងមើលថាប្រភេទហ្នឹងគឺមានកតាណាដែលដូចគ្នាអញ្ចឹងយើងឃើញថា x ដក1ដូចគ្នាអញ្ចឹងយើងអាចសម្រួល x ដក1ចោលបានគឺនៅសល់ 2x បូកឲ្យ1នៅលើ x ការ៉េបូកឲ្យ x បូកឲ្យ1អញ្ចឹងដូចនេះ 2x ការ៉េដកឲ្យ x ដកឲ្យ1នៅលើ x គូបដកឲ្យ1ស្មើនឹង 2x បូកឲ្យ1នៅលើ x ការ៉េបូកឲ្យ x បូកឲ្យ1ដូចនេះការបកស្រាយនៅមេរៀនទី2ប្រមាណវិធីនៅលើពហុធាតុហ្នឹងគឺឈានដល់ទីបញ្ចប់នាងខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាសម្រាប់ទស្សនាវីដេអូទាំងអស់នេះ